កន្លែងដែលខ្ញុំកំពុងតែដើរនេះគេហៅថាសូរិយា Resort មានប្រភេទជា homestay ច្រើនមកប្រភេទ homestay វ៉ាវកន្លែងនេះអាចថាជា resort ឬមួយក៏ជា hotel ទស្សនៈមួយដែលលាក់ខ្លួននៅក្នុងខេត្តកញ្ចេះនៅលើកោះទ្រង់តែឥឡូវប្រហែលជាមិនអាចលាក់ខ្លួនបានទេដោយសារខ្ញុំឃើញអ្នកដែលមក review ឡើងនេះច្រើនដែរនេះបងប្អូនផ្ទះគេធ្វើរបៀបបុរាណបែបនេះរបៀបខ្មែរយើងសតហើយ hotel នេះគឺស្ងប់ស្ងាត់ល្អសម្រាប់អ្នកដែលមកបែប relax ស្ងប់ស្ងាត់ខ្ញុំឃើញមានភ្ញៀវដែរមានភ្ញៀវមកដែរប៉ុន្តែវាលក្ខណៈថារបៀបខ្មែរដូចខ្ញុំបង្ហាញតាមវីដេអូបងប្អូនដែរក្នុងបន្ទប់គេហើយជាលក្ខណៈថា resort ធម្មជាតិតែម្ដងវ៉ាវ fresh សាហាវហ្មងជាក់ស្រួលស្ងប់លក្ខណៈស្ងប់ស្ងាត់ល្អហើយកន្លែងគាត់ហ្នឹងគឺត្រជាក់សម្បីតែខ្ញុំមកនៅខែក្តៅនេះហើយខ្ញុំមកដល់មានអារម្មណ៍ថាដូចជាព្រៃក្របចិត្តចឹងទៅហើយលើសំឡេងសត្វយំវិញហ្នឹងថានឹកធ្វើឲ្យដូចនឹកការអតីតកាលកាលនៅក្មេងនៅតាមភូមិស្រុកផ្ទះខ្ញុំអញ្ចឹងនេះនៅលើក្បាលកោះឈ្មោះថា Soraya Resort បើសិនជាបងប្អូនឆ្ងល់អាចខ្ញុំឲ្យគាត់ដាក់ comment ដាក់លេខអីនៅក្នុងវីដេអូរបស់ខ្ញុំភូមិកោះត្រង់នេះគឺសម្បូរច្រើនសម្បូរជាពិសេសគឺជាមួយម្ហូបអាហារធម្មជាតិតែម្ដងត្រីមាន់នេះហ្នឹងគឺភាគច្រើនអត់គេអត់ចំជាត្រង់ឯងគេលក្ខណៈថាធម្មជាតិនេះបងប្អូនផ្ទះគេមកលក្ខណៈស្ងប់ស្ងាត់ល្អទីតាំងនៅកន្លែងណាក៏មានក្រូចដែរណែក្រូចនៅកោះត្រង់គឺសម្បូរក្រូចបែបហ្នឹងនេះសម្បូរក្រូចសម្បូរមែនប្រហែលជាអាចខ្ទង់ខ្ញុំចាំប្រហែលជាខែ9ខែ10ខែ11គឺក្រូចឆ្ងាញ់ល្អស្រាប់ក្រូចហើយទៅនៅលើកោះត្រង់គឺផ្ទះប្រជាជន100ផ្ទះ1000ផ្ទះគឺនៅតែមានដើមក្រូចជានិច្ចគឺអត់មានផ្ទះណាដែលអត់ដើមក្រូចទេ